ជំមមី Grace ជំរាបសួរបងតើកម្ពុជាអាចទាញសៀមមកប្រជុំរឿងព្រំដែនអត់បងបារម្ភណាស់ថៃល្បិចច្រើនខ្ញុំនៅតែមានជំនឿបាទខ្ញុំនៅតែមានជំនឿក៏ប៉ុន្តែអ្វីដែលខ្ញុំបារម្ភនិយាយចំមកអ្វីដែលខ្ញុំបារម្ភខ្ញុំមិនចង់និយាយទៅប៉ះពាល់ការងាររបស់ខាងការរដ្ឋាភិបាលអីទេគឺអ្វីដែលខ្ញុំបារម្ភគឺបើកាលណាថៃគាត់នៅតែប្រកាន់ចរិតក៏ឃ្លឿនបែបនេះខ្លាចកម្ពុជាអស់ការអត់ធ្មត់និយាយត្រង់មកនឹងខ្ញុំអត់ដឹងប្រតិបត្តិការអីប៉ុន្តែខ្ញុំមើលនានាការនេះមកគឺថៃគាត់ផ្គឿនមែនតើខ្ញុំខ្លាចតែកម្ពុជាអស់ការអត់ធ្មត់អានឹងគឺរឿងវាអត់ទាន់ចប់ដោយដែលអ្នកវិភាគគាត់និយាយចឹងបាទក្នុងឆ្នាំ2026នេះគឺទៅមុខទៅក្រោយវាអត់ទៅណាអញ្ចឹងតែអ្វីដែលខ្ញុំបារម្ភគឺខ្លាចកម្ពុជាអស់ការអត់ធ្មត់ដែលអាចនឹងបាទជួបប្រទេសគ្នាលើក្រោយទៀតអាចនឹងធ្ងន់ធ្ងរបាទ3អាទិត្យនេះគឺប៉ះពាល់ច្រើនអាចនឹងធ្ងន់ធ្ងរជាងនឹងទៀតហើយយើងសង្ឃឹមថាកុំឲ្យដល់ថ្នាក់នោះប៉ុន្តែយើងមើលទង្វើរបស់ថៃគឺផ្កើនយកទៅផ្កើនឡើងតែម្ដងហើយកម្ពុជានិយាយដោយត្រង់កម្ពុជាមកដល់ម៉ោងនេះកម្ពុជាមានគ្រប់លក្ខណៈទាំងអស់ទាំងផ្លូវការទូតនិងផ្លូវយោធានៅក្នុងការចាប់ថៃឲ្យទទួលខុសត្រូវបាទនឹងផ្លូវតុលាការក្នុងការចាប់ថៃឲ្យទទួលខុសត្រូវវាឥឡូវនោះវាដើរដល់ដំណាក់កាលមួយដែលគេនិយាយលេងមាត្រាទី104អីចឹងណាបាទអាចៅរួចខ្លួនម្ចាស់ជាប់គុកវាទៅជារឿងថៃប្តឹងខ្មែរទៅវិញពីរឿងឯណាប្តឹងខ្លួនលួចអីវ៉ាន់របស់ខ្មែរផោះតាំងថៃអ្នកថតខ្លួនឯងមកហ្នឹងទៅរកផោះតាំងឯណាទៀតអីហើយនឹងលួចអីវ៉ាន់គេទៅប្តឹងខ្មែរទៅមកទម្លាក់ភូមិអ្នកស្រុកហើយមកប្តឹងខ្មែរណាសិតថា war crime របស់អីណាបាទវាទៅជាចោលឬខ្លួនចង់ឲ្យម្ចាស់ជាប់គុកហ្នឹងបាទអញ្ចឹងដូច្នេះអ្វីដែលខ្ញុំនិយាយទៀតគឺអ្វីដែលខ្ញុំបារម្ភគឺខ្លាចកម្ពុជាបើអស់ការអត់ធ្មត់វាទៅជារឿងឲ្យមួយផ្សេងបើទោះបីជាកម្ពុជាអស់ការអត់ធ្មត់ក៏ដោយអ្វីដែលខ្ញុំមើលឃើញគឺកម្ពុជាមានគ្រប់ហេតុផលទាំងអស់នៅក្នុងការចាត់វិធានការណាក៏បានទៅតាមធនធានដែលកម្ពុជាមានទៅតាមទឹកចិត្តដែលចេតនាដែលកម្ពុជាចង់ធ្វើពីព្រោះផែនទីគូឯកតោភាគីនឹងមួយខ្លួនឯងចូលមកលើអាផែនទីដែលគូឯកតោភាគីនឹងទៀតហើយនិយាយថាខ្លួនឯងការពារធិបតេយ្យភាពដីរបស់ខ្លួនឯងបាទនឹងរបៀបរុស្ស៊ីហើយបាទដូច្នេះបើសិនជាកម្ពុជាគាត់មានកម្លាំងគាត់ត្រូវប្រើនៅក្នុងរូបភាពអីក៏ដោយគឺគាត់មានហេតុផលក្នុងការធ្វើគ្រប់បែបយ៉ាងទៅលើការទូតក៏កម្ពុជាមានឯកសារគ្រប់គ្រាន់ដែលបានបង្ហាញពីការដែលកម្ពុជាខិតខំប្រឹងប្រែងបញ្ហានេះដោយអត់ធ្មត់បាទដោយការទូតបាទទោះបីជាចំណាយពេលក៏ប៉ុន្តែកម្ពុជាក៏ធ្វើទៅតាមយន្តការដែលមានបាទអញ្ចឹងខ្ញុំសង្ឃឹមថាវាមិនដល់ថ្នាក់ធ្ងន់ធ្ងរទៅចុះបាទអញ្ចឹងណាអាចនឹងថាថៃគាត់នៅពេលណាមួយគាត់រងសម្ពាធពីចិនឬក៏ពីអ្នកណាគាត់ចាប់ផ្ដើមដកវិញនៅពេលគាត់បោះឆ្នោតហើយឬយ៉ាងម៉េចយើងមិនដឹងដែរណាបាទសង្ឃឹមថាមិនដល់ថ្នាក់អានឹងទៅចុះបាទហើយនិយាយទៀតបាទខ្ញុំនិយាយទៀតពីចំណុចគឺកុំឃ្លីងឃ្លួងទៅតាមអ្នកខ្លះដែលគាត់ម្ដងជំហរគាត់លោតទៅលិចលោតទៅកើតជំហរអ្នកនោះគឺដើម្បីឲ្យអាននាំរឿងទេអ្នកនោះនាំរឿងយូរហើយមុននឹងតិចខ្ញុំទៅតែប្លុកចោលមួយទៀតទេបាទប្លុកចោលមួយគឺមកពីក្រុមនោះបាទតែខ្ញុំកំពុងនិយាយបញ្យលឲ្យយល់ពីរឿងដែលការបែកធ្លាយទូរស័ព្ទរឿងមិនមកពីរឿងដើមចោលវាមានមុននឹងទៅទៀតបាទគាត់មកចូល comment របៀបក្រុមនឹងដដែលក្រុមនោះនិយាយយ៉ាងណាក៏អត់យល់ដែរបាទពីព្រោះជាផែនការរបស់គេបើជាក្រុមតែគេចង់ធ្វើបែបហ្នឹងបាទអញ្ចឹងទៅយើងបញ្យល់យ៉ាងណាគេមិនដែររហូតដល់អ្នកដែលខ្ញុំធ្លាប់ស្គាល់ខ្ញុំចាត់ទុកជាអ្នកដែលចេះដឹងហ្នឹងបាទខ្ញុំឆ្លើយទៅវិញនៅក្នុង comment ខ្ញុំឃើញគាត់សេ comment ខ្ញុំឆ្លើយទៅវិញក្នុង comment សួរខ្ញុំវិញឆ្កុយណាតើបាទអស់ពេលសម្រាប់ខ្ញុំអស់ពេលសម្រាប់បញ្យល់អ្នកដែលបាទបកខរឿងហ្នឹងហើយអញ្ចឹងខ្ញុំអាចជួយបានប៉ុណ្ណាខ្ញុំជួយបានប៉ុណ្ណឹងបាទអ្នកដែលបករឿងហ្នឹងគឺនៅតែបករឿងអញ្ចឹងបាទរហូតដល់អ្នកខ្លះនិយាយទៅបាទពាក្យគាត់និយាយចេញមកវាអសុរោះបាទអសុរោះជាងថៃទៀតបាទថៃវាអបប៉ុណ្ណឹងបាន
យកបោះខ្មែរបានប៉ុណ្ណឹងវាអបប៉ុណ្ណឹងមានក្រុមនឹងអបសបាយលើនឹងទៀតបាទហើយគាត់និយាយចេញមកហ្នឹងគឺអាក្រក់ស្ដាប់មែនតើតាំងពីយករឿងអាមេរិកយកអីមកលោកលំអាមេរិកគេមិនទៅខ្វល់ជាមួយក្រុមនឹងឯងនឹងយូរហើយអត់ខ្វល់យូរហើយបាទកុំយកដើរកាត់មុខប្រូរបស់គេថតរូបគេយកទៅកុហកអ្នកក្រុមធ្វើខ្លួនឯងយកទៅគេមិនមាត់ទេបាទពូសុផាមានប្រសាសន៍ថាម៉េចខ្ញុំមានសេចក្តីកោតសរសើរខ្លាំងណាស់នៅគោលជំហរមិនទទួលជួបសន្ទនាជាមួយនឹងអ្នកនយោបាយដែលតែងតែអូសអ្នកសារព័ត៌មានឯករាជ្យឬអ្នកមានប្រជាប្រិយភាពបាទអរគុណពូបាទដូចខ្ញុំបាននិយាយអញ្ចឹងខ្ញុំនិយាយថាខ្ញុំអត់មានកុហកអ្នកណាទេបាទគឺអត់ចំណេញទេគឺមកដល់ម៉ោងនេះមានអ្នកណាមួយមកនិយាយជាមួយខ្ញុំតាក់ទងជាមួយខ្ញុំអត់មានអ្នកណាមួយមានឥទ្ធិពលលើខ្ញុំគឺទឹកចិត្តរបស់ខ្ញុំជួយប្រទេសរបស់ខ្ញុំជានិច្ចបាទអត់មានសោះហើយចឹងបានខ្ញុំអត់ខ្លាចទេចឹងណាចង់យកទៅនិយាយប្រកាច់ប្រខូចខ្ញុំយ៉ាងម៉េចតាមចិត្តហើយថែមទាំងហាមអ្នកដែលចូលshowខ្ញុំកុំឲ្យតបតជាមួយពីព្រោះវាអត់ត្រូវសោះតែម្ដងបាទចាំមកខ្ញុំតែនិយាយប្រាប់ប្រិមិត្តថាអ្នកដែលគោរពខ្ញុំខ្លាំងជាងគេគឺខាងរដ្ឋាភិបាលកម្ពុជាពីព្រោះគាត់ដឹងច្បាស់ថាខ្ញុំមិនមែនគ្នាគាត់ខ្ញុំអត់មានអ្នកណាមួយតាក់ទងខ្ញុំឬក៏ឲ្យអធិពលលើខ្ញុំតែខ្ញុំនៅតែនិយាយការពារគាត់បើនិយាយការពារខាងកម្ពុជាបាទគាត់ខាងខ្ញុំជឿថាខាងគាត់គោរពខ្ញុំច្រើនជាងគេជាពិសេសអ្នកដែលកាន់កិច្ចការធំនឹងគេដឹងហើយបាទវាលែងតែអ្នកគាំទ្រធម្មតាប្រហែលជាគាត់គិតអូប្រហែលជាតនីតនោះគេតាក់ទងចេះបានអត់ទេបាទថ្ងៃមិញបាទប្រហែលថ្ងៃមុនគឺមានណាមានអ្នកខាងបពប្រឆាំងក្រុមប្រឆាំងមិនបពប្រឆាំងក្រុមប្រឆាំងដែលនៅក្រៅប្រទេសនេះបាទ message មកខ្ញុំអត់ទាំងមើល message អត់ឆ្លើយថ្ងៃនេះមាន telephone មកដែរខ្ញុំអត់លើកឲ្យខ្ញុំមិនឆ្លើយតបទៅវិញមិនមែនក្រុមអចអចែមនេះណាបាទក្រុមស្ថានៅក្នុងក្រុមរៀនឡាយទេតាក់ទងមកនឹងបាទខ្ញុំនិយាយជាសាធារណៈឲ្យទៅវិញថាខ្ញុំអត់ឆ្លើយតបជាមួយទេខ្ញុំអត់លើក telephone ហើយក៏ខ្ញុំមិនឆ្លើយដែរទុកឲ្យក្រុមអស់លោកស្រីប្រកាច់ប្រកួតខ្ញុំតាមចិត្តចុះបាទមិនបាញ់ព្រោះនិយាយសម្រាប់បាទឬក៏សុំទោសអីចំពោះពាក្យកន្លងមកខ្ញុំអត់ទទួលទេបើអង់គ្លេសគេថា the damage is done បាទពីព្រោះខ្ញុំនិយាយទៅត្រង់អត់មានអ្នកណាស្គាល់ខ្ញុំជាងក្រុមប្រឆាំងនៅក្រៅប្រទេសទេអត់មានអ្នកណាស្គាល់ខ្ញុំថាខ្ញុំជាអ្នកណាច្បាស់ជាងក្រុមហ្នឹងតែក្រុមហ្នឹងនៅតែអាចនិយាយពីរឿងខ្ញុំបាននឹងរឿងរបស់គាត់ខ្ញុំអត់ប្រកាន់ទេអាកូនចៅអាចអចែមិនទួយអ្នកគាត់ធ្វើ influencer ខ្ញុំអត់ប្រកាន់ទេប៉ុន្តែវាមានអ្នកដែលនិយាយមកដែលខ្ញុំប្រកាន់ហើយអ្នកដែលដឹងភ្លាមត្រូវតែនិយាយថាកំប៉ះលោកកំសែងអសោះកំប៉ះលោកកំសែងអសោះព្រោះគាត់ជាអ្នកណាយើងដឹងច្បាស់គាត់ជាអ្នកណាអ្នកនឹងត្រូវតែឆ្លើយតាំងពីដំបូងដែលកុំឲ្យប៉ះខ្ញុំបាទហើយអ្នកនោះនៅបន្តប៉ះខ្ញុំតាំងពីចុងឆ្នាំ2024តែសំទោសយ៉ាងណាហ្នឹងចុងឆ្នាំ2024ដើមឆ្នាំ2025រហូតមកដល់ពេលបច្ចុប្បន្នខ្ញុំអត់មកទេខ្ញុំនៅស្ងៀមជានិច្ចបាទអញ្ចឹងណាបាទនិយាយរួមជាមួយក្រុមនោះខ្ញុំមិនដែលតាក់ទងជាង1ឆ្នាំហើយបាទអត់ឆ្លើយអត់ឆ្លងជាមួយជាង1ឆ្នាំហើយបាទទុកឲ្យគាត់និយាយតាមទឹកតាមខូចប្រកាច់តាមចិត្តតាមចង់ទៅចុះបាទអត់មានត្រូវតែបន្តិចទេអរគុណពូសុផាដែលលើកទឹកចិត្តបាទលើកទឹកចិត្តបាទដូចខ្ញុំបាននិយាយថាចាប់រឿងនេះខ្ញុំនឹងលូកលែងលូកលាស់ហើយបាទតែគាត់បង្ហាត់បំផ្លាញខ្លួនឯងគាត់នឹងរឿងរបស់គាត់ពីព្រោះពួកគាត់វាអត់មានគោលការណ៍អីទាំងអស់ទាំងនោះក្រៅតែពីអុចអាលឲ្យគេខឹងឲ្យគេជាប់គុកដោយសារក្រុមគាត់នឹងអត់មានអីតែក្រៅពីនោះទាំងអស់បាទអត់មានអីក្រៅពីនោះទាំងអស់សំទោសខ្ញុំថាខ្ញុំមិនចង់ឲ្យតម្លៃក្រុមនឹងរត់ដល់មកនិយាយប៉ុន្តែថ្ងៃនេះឃើញ telephone មកបានខ្ញុំផ្ញើសារនឹងទៅវិញតែមិនបានព្យាយាមតាក់ទងមកទេខ្ញុំអត់លើក telephone ឲ្យមិនឆ្លើយជាមួយទេ you burn the bridge គឺអ្នកដុតស្ពានដោយខ្លួនឯងទេ it's over សូមអរគុណពូសូមសួរសំណួរមួយតើបពប្រឆាំងគួរធ្វើអ្វីដើម្បីដើរតួនាទីជាអ្នកជួយជាតិពិតប្រាកដបាទ
បពប្រឆាំងគេដើរតួនាទីបានត្រឹមត្រូវរបស់គេខ្ញុំនិយាយត្រង់មកបពប្រឆាំងក៏ដើរតួនាទីបានត្រឹមត្រូវខ្ញុំថែមទាំងសរសើរបពប្រឆាំងនៅក្នុងប្រទេសកម្ពុជានោះផងដែរបាទគាត់គាត់បានធ្វើត្រឹមត្រូវបាទអញ្ចឹងបានខ្ញុំនិយាយថាបពប្រឆាំងក៏ដោយរដ្ឋាភិបាលក៏ដោយក្នុងប្រទេសកម្ពុជាគឺធ្វើការរួមគ្នាជាសម្លេងតែមួយពេលបច្ចុប្បន្ននេះបាទហើយកុំសួរខ្ញុំថាមានបពប្រឆាំងណាក្រៅនៅក្រៅប្រទេសទេអត់មានទេណាបាទសម្រាប់ខ្ញុំគឺមានតែក្រុមឡប់ឡាយប្រហែលអ្នកដែលនៅអត់ទាន់ស្វាងនឹងទេអត់មានបកអីខ្ញុំនឹងអត់មានបកប្រឆាំងទេមិនមែនជាបកប្រឆាំងទេបាទមិនដឹងជាក្រុមអីទេបាទនិយាយត្រង់ហ្មងបាទបើនិយាយសួរខ្ញុំបកប្រឆាំងគឺខ្ញុំសំដៅទៅលើអ្នកដែលធ្វើការនៅក្នុងប្រទេសកម្ពុជានឹងអាចជាបកប្រឆាំងហើយខ្ញុំឃើញបកប្រឆាំងហ្នឹងបាទគឺគេធ្វើការងារស្របជាមួយនឹងខាងរដ្ឋាភិបាលច្រើនជាពិសេសដោយលោកយ៉ាំបញ្ញរិទ្ធបាទគាត់ជាបកមួយដែរដែលមិនទាន់ករណីយើងអាចចាត់ទុកជាបកប្រឆាំងហ្នឹងបាទគាត់ឃើញគាត់និយាយចេញមកគ្រប់គ្រងខាងរដ្ឋាភិបាលហើយខ្ញុំថែមទាំងចូលទៅឡៃរបស់គាត់ដែរបាទខ្ញុំមើលឃើញយ៉ាងដែរបាទហើយថែមទាំងមានក្រុមឡប់ឡាយប្រមាណជាចោតគាត់លក់នេះលក់នោះដែរបាទក្រុមគាត់កាលតែពីហ្នឹងអត់ចេះអីកាលពីពួកតែប្រមាណអ្នកនៅវង្វេងផែនទីវង្វេងស្មារតីក្រៅប្រទេសប្រមាណអ្នកហ្នឹងគឺអត់មានអីកាលពីហ្នឹងទេបាទអត់មានកាលពីហ្នឹងទេបាទខ្ញុំដឹងច្បាស់មកពីព្រោះខ្ញុំក៏ត្រូវគាត់នឹងប្រលះដែរហើយខ្ញុំដឹងថាខ្ញុំជាអ្នកណាបាទគាត់ក៏ដឹងថាខ្ញុំជាអ្នកណាដែរវាលែងថាកូនឡប់ឡាយរបស់គាត់ប្រមាណនៅខាងក្រោមកបិចកប៉ុកហ្នឹងទេហ្នឹងខ្ញុំអត់ប្រកាន់ទេតែដែលខ្ញុំប្រកាន់ហ្នឹងគឺមាននៅលើដែលគាត់ឃើញកម្រិតណាដែលនិយាយប៉ះខ្ញុំកម្រិតណាគឺទៅហាមភ្លាមតែម្ដងបាទហាមភ្លាមតែម្ដងបាទកុំអត់ប៉ះគាត់ឲ្យសោះបាទប៉ុន្តែគាត់អ្នកដែលមានសិទ្ធិហាមហ្នឹងអត់មានតែចាប់ចំណាត់ការទើបថ្ងៃនេះឃើញទេលើកទូរស័ព្ទទេមកខ្ញុំអត់លើកទេ too late you burn your bridge បាទខ្ញុំចង់ជំរាបសួរបងគ្រប់តបងខ្មែរយើងមានប្រៀបជាងថៃគ្រាន់តែត្រូវការពេលវេលាបន្តិចខ្ញុំបារម្ភតែខ្មែរបែកបាក់គ្នាធ្វើឲ្យអូបន្លាយពេលវេលាយូរទៅគង់ចាញ់ប្រៀបថៃបាទអានឹងគឺជាអ្វីដែលថៃគាត់ចង់បានបាទជាអ្វីដែលថៃគាត់ចង់បានចឹងបានថាយើងទៅអ្វីគឺត្រូវតែនៅជាសម្លេងតែមួយបាទជាពិសេសក៏មិនដោយឲ្យអ្នកដែលប្រទេសផ្ដាស់មួយចំនួនហ្នឹងគាត់ជាពិសេសអ្នកនៅខាងក្រៅប្រទេសនៅអាមេរិកហ្នឹងទៅម្ដងបាទគាត់ថាថ្ងៃសុកយើងសុកតាមគាត់មានក្រុមណាមានក្រុមដែលបាទគេហៅថាក្រុមតែដែលបងកំលៃគាត់ថាគឺពួកត្រីតែតាមទឹកណាពួកហ្នឹងគឺថ្ងៃនេះតែស្គាល់ណាក្រុមនៅក្រៅប្រទេសនេះបាទជាពិសេសនៅអាមេរិកហ្នឹងណាបាទខ្ញុំនិយាយត្រង់តែម្ដងបាទគឺបើកាលណាវាមិនដែលងប់ឡើងគេបាញ់ងាប់ខ្មែរងាប់សំទោសគេបាញ់ស្លាប់ប្រជាពលរដ្ឋខ្មែរអីហ្នឹងខ្លួនឯងទៅសរសើរទាហានថៃថាបាញ់ល្អបាញ់អីហ្នឹងទេហើយមកដៀលទាហានខ្មែរហើយចង់ក្រោយមកធ្វើអីចង់ប្តឹងផ្ដាល់ទេចំហផ្លិតប្រផ្លាប់ចឹងបាទមានតែប្រមាណអ្នកគាត់ទៅគេជឿទេបាទអ្នកដែលគេមានការគិតពិចារណាដឹងរឿងគឺគេអត់ទៅជឿទេបាទមិនមែនក្រុមគាត់ថាថ្ងៃសុកថ្ងៃច័ន្ទតាមគាត់ហ្នឹងតែប្រមាណអ្នកហ្នឹងទៅបាទអ្នកដែលទូទៅគេដឹងគេអត់មានទេបាទហើយអ្នកបែបហ្នឹងសម្រាប់ខ្ញុំមិនរាប់អានក៏អត់មានខាតដែរមិនរាប់អានពួកក្រុមហ្នឹងគឺអត់ខាតទេបាទហើយគាត់នៅសម័យតែប្រមាណអ្នកគាត់ហ្នឹងទៅបាទនឹងដោយពួកលខោនអញ្ចឹងណាចែកតំណែងនោះណែដើរតួមហាឧបរាជណែដើរតួថ្លឹកណែដើរតួហ្នឹងទៅនៅក្នុងឆាកលខោនក៏ប្រមាណក្រុមគាត់ហ្នឹងទៅមកម្នាក់ឯងហ្នឹងដើរតួ3 4ហ្នឹងទៅបាទសេចក្ដីគាត់ហ្នឹងទៅបាទចាំមិនថារឿងរវាងកម្ពុជាថៃនៅលើកនេះបានបង្ហាញឲ្យឃើញច្បាស់ថាអ្នកដែលខ្លាយនឹងវាចេញមុខហើយបាទចឹងសូមអរគុណប្រិយមិត្តណាដែលបានចូលមកចូលស្ដាប់ហើយទទួលយកការចែករំលែករបស់ខ្ញុំក្តីមិនទទួលយកក្តីគឺខ្ញុំនិយាយត្រង់ខ្ញុំមិនកុហកប្រិយមិត្តនិងក្បត់នឹងប្រិយមិត្តនិយាយលើអ្វីដែលខ្ញុំដឹងទេគឺអ្វីដែលខ្ញុំដឹងប៉ុណ្ណាខ្ញុំនិយាយតែប៉ុណ្ណឹងបាទហើយអត់មានអីអាចកំបាំងអត់មានអីលាក់ទេសូម្បីតែអ្នកណាព្យាយាមចង់ស្ទាក់ទៅមកខ្ញុំនឹងនិយាយមិនតែបានខ្ញុំនិយាយជាសារចុងក្រោយនេះកុំព្យាយាមឲ្យសោះបើចេញមកនិយាយស្រួលខ្ញុំបង្ហើបនៅអនឡាញទាំងអស់ខាងរដ្ឋាភិបាលក៏ដោយខាងក៏ដោយកុំអីខ្ញុំបង្ហើបអនឡាញឲ្យគេដឹងទាំងអស់ហ្មងបើលើកនេះខ្ញុំអត់ចេញឈ្មោះទេណាលើកក្រោយហ៊ានតែទេមកភាសាទៀតខ្ញុំចេញឈ្មោះ
ខ្ញុំបានលើក telephone នេះបាទសូមអរគុណប្រិយមិត្តសូមជម្រាបលាបាទបុនយេក៏ថាមិនបុនយ៉ានខ្ញុំក៏មិនព្រមដែរការយើងមានន័យថាយើងព្រមទទួលបាទអូខេគឹមឆេងបាទគោរពជម្រាបសួរបាទអរគុណណាល់មែនប្រទេសនីមួយៗគិតតែពីប្រយោជន៍ខ្លួនច្បាប់និងសន្តិភាពពិភពលោកកាន់តែមានគ្មានប្រសិទ្ធភាពទោះជាយ៉ាងណាកម្ពុជានៅតែបន្តជ្រើសរើសវិធីការទូតនិងច្បាប់អន្តរជាតិបាទបុญយ៉ានខ្ញុំក៏មិនព្រមដែរបើយើងព្រមបានតែអ្វីដែលបំពេញបាទសូមលោកជួយហែកមុខជនក្បត់ទាំងនេះឲ្យបានច្បាស់សួរកូនចៅគាត់ទៅសូមជួបទី1នៅសិង្ហបុរីខ្ញុំដឹងតែអ្នករៀបចំហើយបានជួបនៅប្រទេសបារាំងអ្វីកុំធ្វើគេដឹងទាំងអស់បាទកូនចៅឯងទេជួបខាងណាក៏គេដឹងដែរទូតវៀតណាមបាទអូខេច័ន្ទសឺឌីក៏ថាសារព័ត៌មានข่าวសូត្រទៅផ្សាយមុននេះ5នាទីថាមានការផ្ទុះអាវុធនៅមុំ3ម្ដងទៀតហើយកុំអាទុកចិត្តទៅពីរឿងថៃផ្សាយនឹងយ៉ាងម៉េចយើងមិនដឹងណាបាទប៉ុន្តែដូចដែលខ្ញុំបាននិយាយមុននឹងចឹងគឺខ្ញុំខ្លាចតែកម្ពុជាអស់ការអត់ធ្មត់ទេបាទពីព្រោះទង្វើផ្កើនពេកផ្កើនចូលពេកមកថៃយើងមើលទៅបាទមិនមែនជាប្រទេសមួយដែរមានស៊ីវិល័យដូចយើងគិតទេបលោកសោមក៏សួរតើបងយល់យ៉ាងណាដែរនៅពេលដែលទីហ៊ានហៅចូលលុកលុយកាន់កាប់ភូមិប្រជាជនហើយយកប្រកសម្បត្តិទ្រព្យសម្បត្តិប្រជាជនដែលគិតថាជ័យភ័ណ្ឌសង្គ្រាមបាទហ្នឹងខុសហើយខុសច្បាប់ហើយបាទយើងធ្វើបែបនេះអត់ត្រូវទេបាទហើយខាងថៃក៏សួរតើមកផុសតាងពីណាមកអត់ត្រូវទេបាទអត់ត្រូវទេអត់មានផុសតាងឯណាក្រៅពីខ្លួនឯងអ្នកថតខ្លួនឯងហ្នឹងខ្មែរមានទៅបានថតណាខ្លួនឯងទៅថតខ្លួនឯងខ្មែរមើលឃើញតាហើយមិនក៏មេវិជាការហ្នឹងមើលមិនឃើញអ៊ំប៊ុនច័ន្ទអាចតាក់ទងនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី45នៅរាជធានីភ្នំពេញមានការខ្វែងគំនិតយ៉ាងខ្លាំងលើការបញ្ចូលបញ្ហាចំនួននៅសមុទ្រចាស់ត្បូងទៅក្នុងសេចក្តីថ្លែងការណ៍រួមដែរឬទេខ្ញុំថាមិនដល់ថ្នាក់នោះទេបាទរឿងបញ្ហាកម្ពុជាថៃនេះវាតាក់ទងរឿងប្រទេសទាំងពីរហ្នឹងហើយនឹងរឿងនយោបាយក្នុងស្រុករបស់ថៃនឹងច្រើនជាងបាទសុកពៅង៉ែតសុកពៅជំរាបសួរលពូកំសែងក្នុងនាមជាកូនខ្មែរមួយរូបមានការជឿចាប់ជាខ្លាំងពេលដែលឃើញយោធាថៃបំផ្លាញប្រាសាទខ្មែរហើយសាយសបាយពេញលីនដ្ឋានបែបនេះទូនតាខ្មែរខំកសាងបន្សល់ទុកឲ្យកូនខ្មែររាប់ពាន់ឆ្នាំហើយមកទៅបំផ្លាញបាទអ្នកដែលមិនឈឺយើងក៏ទៅឈឺហើយបាទពេលហ្នឹងបាទហើយអ្នកខ្លះគាត់បេះដូងគាត់នឹងបេះដូងអីគាត់ទៅជារឿងផ្សេងដូចតែខ្ញុំនិយាយចឹងនារីស្អាតគេចាប់លោកគាត់បែរទៅជាបន្ទោសនារីថាមកពីនាងស្អាតពេលនាងស្លៀក sexy ពេកអាហ្នឹងវាជារឿងមួយនេះបាទ